ចំណុចទាក់ទាញរបស់ប្រទេសអូស្ត្រាលីដែលធ្វើឲ្យកូនសិស្សចង់មករៀនប្រទេសអូស្ត្រាលីច្រើនខ្លាំងមែនតើចំណុចទី1ហ្នឹងគឺតាក់ទងជាមួយនឹង student visa ដែលអ្នកទាំងអស់គ្នាអាចរៀននៅប្រទេសអូស្ត្រាលីបណ្ដាលធ្វើការបណ្ដាលបានហើយប្រាក់ខែរបស់កូនសិស្សនៅប្រទេសអូស្ត្រាលីគឺខ្ពស់បើសិនជាយើងប្រៀបធៀបទៅតម្លៃរបស់ប្រទេសយើងអញ្ចឹងនៅពេលម្លងដែលពួកគាត់រៀនពួកគាត់អាចរកលុយដើម្បីផ្គត់ផ្គង់ខ្លួនឯងបានអញ្ចឹងធ្វើឲ្យការចំណាយនឹងធ្លាក់ទាបខ្លាំងមែនតើទី2គឺតាក់ទងជាមួយនឹងបន្ទាប់ពីរៀនចប់នៅប្រទេសអូស្ត្រាលីហ្នឹងគឺកូនសិស្សទាំងអស់មានសិទ្ធិនៅក្នុងការធ្វើការដើម្បីរកលុយនៅប្រទេសអូស្ត្រាលីហ្នឹងតាមភារកិច្ចមួយជាក់ស្ដែងទៅបេសទៅលើមុខវិជ្ជាដែលគាត់រៀនហ្នឹងអញ្ចឹងចំណុចហ្នឹងគឺសំខាន់ខ្លាំងមែនតើដោយសារកូនសិស្សពេលច្រើនគឺគាត់ថានៅពេលដែលយើងរៀនចប់យើងរកការងារធ្វើបានហើយយើងរកលុយបានចង់វាខាញ់ណា offset ជាមួយនឹងចំណាយដែលយើងដាក់ចូលទៅដើម្បីក្នុងការរៀននៅប្រទេសអូស្ត្រាលីហ្នឹងចំណុចទី3ហ្នឹងគឺតាក់ទងជាមួយនឹងការដើម្បីទៅនៅប្រទេសអូស្ត្រាលីហ្នឹង like ជា permanent ដោយសារប្រទេសអូស្ត្រាលី allow ឲ្យកូនសិស្សហ្នឹងមានសិទ្ធិនៅក្នុងការ apply យក permanent visa ឬក៏គេហៅមួយទៀតថា green card អីចឹងទៅឬក៏ PR អីចឹងទៅចំណុចហ្នឹងគឺធ្វើឲ្យកូនសិស្សទាំងអស់ដែលគាត់រៀននៅនឹងចប់គាត់មានបន្ទុកអញ្ចឹងគាត់មានកម្មវិធីមួយសម្រាប់ឲ្យកូនសិស្សហ្នឹងបូកបន្ទុកខ្លួនឯងដើម្បី apply យក permanent visa នៅប្រទេសអូស្ត្រាលីអញ្ចឹងមានន័យថាពួកគាត់អាចរស់នៅប្រទេសអូស្ត្រាលីជា like citizenship អញ្ចឹង3ចំណុចហ្នឹងគឺសំខាន់ខ្លាំងមែនតើសម្រាប់កូនសិស្សដែលគាត់សម្រេចចិត្តទៅរៀននៅប្រទេសអូស្ត្រាលីហើយចំណុចសំខាន់ទៀតហ្នឹងមិនដូចជាតកតងជាមួយនឹងប្រទេសអូស្ត្រាលីគឺជាប្រទេសមួយដែលងាយស្រួលនៅក្នុងការរស់នៅខ្ញុំអាចនិយាយបានអញ្ចឹងដោយសារសម្រាប់ international student ពេលយើងទៅភ្លាមគឺយើងអត់មាន transportation ទេប៉ុន្តែប្រទេសអូស្ត្រាលីគឺជាប្រទេសដែលមាន public transportation ហ្នឹងគឺធំខ្លាំងមែនតើហ្មងអញ្ចឹងធ្វើឲ្យកូនសិស្សងាយស្រួលនៅក្នុងការធ្វើដំណើរទាំងទៅរៀនទាំងដើរលេងទាំងទៅណាអញ្ចឹងគឺធ្វើឲ្យការរស់នៅរបស់ពួកគាត់ងាយស្រួលទី2គឺតាក់ទងជាមួយនឹង variety of university គឺនៅប្រទេសអូស្ត្រាលីគឺមានសាលាច្រើនខ្លាំងមែនតើអ្នកនរដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិហើយមានប្រភេទសាលាហ្នឹងគឺច្រើនហើយមុខជំនាញ major ហ្នឹងគឺច្រើនអញ្ចឹងគឺធ្វើឲ្យកូនសិស្សហ្នឹងមានជម្រើសច្រើនខ្លាំងមែនតើនៅក្នុងការរើសដែលធ្វើឲ្យកូនសិស្សភាគច្រើនគឺមូលទៅប្រទេសអូស្ត្រាលីច្រើនដោយសារប្រទេសខ្លះអត់មានមុខជំនាញដែលគាត់ចង់រៀនប៉ុន្តែអូស្ត្រាលីមានហើយមួយទៀតគឺតាក់ទងជាមួយនឹង university នៅប្រទេសអូស្ត្រាលីហ្នឹងគឺត្រូវបានទទួលស្គាល់ជាលក្ខណៈពិភពលោកហ្មងហើយ rank របស់ university មួយនៅប្រទេសអូស្ត្រាលីគឺខ្ពស់ខ្លាំងមែនតើ in worldwide អញ្ចឹង5ចំណុចដែលខ្ញុំនិយាយហ្នឹងគឺជាចំណុចសំខាន់ដែលធ្វើឲ្យកូនសិស្សទូទាំងពិភពលោកតែម្ដងរើសប្រទេសអូស្ត្រាលីជា destination for international background ជួបគ្នានៅក្នុងវីដេអូក្រោយជាមួយនឹងចម្លើយសម្រាប់សំណួររបស់អ្នកគ្នាផ្សេងទៀតបាយបាយ